សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកឆ្លើយតបជាមួយនឹងសំណួរបងប្អូនស្រីម្នាក់ដែលគាត់និយាយថាដោះគាត់ឡើងរឹងនៅក្បាលដោះប៉ុន្តែទឹកដោះពេលច្បាច់ទៅចេញមកធម្មតាចឹងគាត់ចង់ដឹងថាវាមិនហើយវាក្រហមណាប៉ុន្តែគាត់មានប្រាប់ខ្ញុំថាវាឈឺមិនឈឺទេចឹងខ្ញុំនឹងឆ្លើយតបទៅអ្វីដែលខ្ញុំបើសិនជាខ្ញុំជាគាត់តែខ្ញុំត្រូវធ្វើម៉េចបើសិនជាក្បាលដោះនឹងរឹងបានន័យថាវានៅមានតសៃហ្នឹងគឺវាបើខ្មែរយើងហៅកាមាសចឹងណាចាកាមាសដោះហើយកន្លែងហ្នឹងប៉ុន្តែបើគាត់នៅមានទឹកដោះហើយគាត់អត់ឈឺបានន័យថាវានៅតែមានទឹកដោះប៉ុន្តែវាចេញមកពីរុនផ្សេងណាវាអត់ចេញមកពីកន្លែងរឹងហ្នឹងឯងវាចេញមកពីកន្លែងផ្សេងពីកន្លែងរឹងព្រោះធម្មតាកំពុងទៅយកទឹកដោះយើងគឺមានច្រើនណាមិនមែនមានតែមួយតែពីរណាចាអញ្ចឹងវាអាចចេញមកពីកន្លែងផ្សេងគាត់សួរខ្ញុំថាតើត្រូវធ្វើម៉េចអញ្ចឹងចំពោះលក្ខណៈពិសេសកន្លែងនេះមួយគឺខ្ញុំនឹងប្រាប់បងប្អូនអំពីការធ្វើតែម្ដុំហ្នឹងឯងព្រោះអានេះគឺវានៅក្បាលដោះគាត់បានថាវានៅចិត្តគឺវានៅក្បាលដោះគឺវាត្រូវការធ្វើផ្សេងពីកន្លែងនៅខាងលើព្រោះនេះវានៅក្បាលតែម្ដងអញ្ចឹងគឺបើសិនជាបងប្អូនមានក្បាលដោះដែលរឹងអញ្ចឹងគឺធ្វើបែបនេះគឺបងប្អូនត្រូវយកអ្វីដែលក្តៅអ៊ុនណាចាក្តៅអ៊ុនយកមកស្អំអាកន្លែងរឹងហ្នឹងណាមុនពេលដែលឲ្យកូនអឹមអូខេអញ្ចឹងមុនពេលដែលឲ្យកូនអឹមគឺយកអ្វីដែលក្តៅយកមកដាក់នៅកន្លែងក្បាលដោះដែលរឹងហ្នឹងទៅហើយយើងឲ្យកូនយើងអឹមធម្មតាអូខេអាហ្នឹងគឺទី1ទី2គឺបងប្អូនត្រូវតែច្បូតណាពេលដែលឲ្យកូនអឹមហ្នឹងគឺត្រូវច្បូតកន្លែងដែលរឹងហ្នឹងច្បូតវាឲ្យទៅខោមច្បូតវាឲ្យទៅខោមអញ្ចឹងណាដើម្បីឲ្យអាកន្លែងរឹងហ្នឹងវាអាលាយឬមកក៏វាហូរលំហូរទៅតាមការអឹមរបស់